សម្រាប់ឆ្នាំថោះដើម្បីទទួលបាននៅសំណាងល្អត្រូវផ្ដោតទៅលើ3ចំណុចសំខាន់ដូចខាងក្រោមនេះបាទនៅក្នុងខែ6ទី1ទាក់ទងជាមួយនឹងការបញ្ចេញសមត្ថភាពបញ្ចេញថ្វីដៃថ្វីមាត់ទេពកោសលបាទដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីការគ្រប់គ្រងពីមនុស្សជំនាញខ្លួនយើងបាទការទាញ fan ទាញ follower ណាពួកឯងនៅក្នុងយុគសម័យថ្មីនេះបាទភារៈណានិយាយថាភាសាហ្វុងស៊ុយកាលនៅយុគ9នេះ attention is currency បានន័យថាយើងទាញចំណាប់អារម្មណ៍បានមនុស្សកាន់តែច្រើនគេស្គាល់យើងកាន់តែច្រើនយើងកាន់តែមានឱកាសក្នុងការរកលុយរកកាក់រកប្រាក់ចំណូលឬក៏ផលប្រយោជន៍បានកាន់តែច្រើនបាទចំណុចទី2បាទដែលថោះផងដែរមានសំណាងគឺទាក់ទងជាមួយនឹងអចលនទ្រព្យបានន័យថាបើយើងមានបំណងស្វែងរកផ្ទះឬក៏ដីបាទយើងកំពុងដើរទៅទិញផ្សេងណាយើងនឹងមានឱកាសបាទអាចទិញបានក្នុងខែនេះឬក៏បើយើងមានបំណងលក់ដីផ្ទះឬអីនឹងមានឱកាសដែរបានដែរឬក៏ដីផ្ទះរបស់យើងឯងហ្នឹងវាអាចទទួលបានផលចំណេញឬក៏ថ្លៃយើងនិយាយឲ្យស្ដាប់គេហៅថាសំណាងយើងចង់ទ្រព្យបាទហើយចំណុចទី3ដែលយើងត្រូវប្រយ័ត្នរបស់ថោះបាទទាក់ទងជាមួយនឹងការហាមនិយាយដើមគេឬក៏ស៊ីត្រាវបាទអញ្ចឹងយើងនិយាយដើមវាអាចនឹងមានបញ្ហានាំចំនួននាំបញ្ហាក្តីចំណាំផ្សេងបន្ថែមពីលើហ្នឹងបាទថោះផងដែរត្រូវពេលដែលយើងធ្វើកិច្ចការសញ្ញាកុងត្រាអីផ្សេងត្រូវពិនិត្យបាទឲ្យបានច្បាស់លាស់ទៅលើកិច្ចកុងត្រាផ្សេងបាទជៀសវាងមានបញ្ហានៅពេលក្រោយបាទកុំភ្លេច like share វីដេអូនេះហើយចុច follow ទៅលើ Better Life for Metaphysics ទៅលើ Facebook page ឬក៏ account TikTok ដើម្បីទទួលបានវីដេអូល្អៗបន្ថែមទៀត